បងប្អូនអ្នកដែលកើតនៅឆ្នាំម្សាញ់អ្នកដែលកើតនៅឆ្នាំម្សាញ់តារាសាស្ត្រសំណាងឬមួយក៏ផ្កាយសំណាងបានរះចំឆ្នាំរបស់អស់លោកអ្នកដូច្នេះអ្នកដែលកើតឆ្នាំម្សាញ់រាល់ទុកលំបាករាល់រឿងដែលសៅមងទាំងឡាយទាំងពួងគឺនឹងរលាយសាបសូន្យហើយចាប់ពីថ្ងៃនេះពេលនេះវេលានេះតទៅលោកអ្នកជួបតែនឹងលៀបសំណាងអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំម្សាញ់លោកអ្នកខមមិននៅលេខសំណាងគឺលេខ236ពណ៌សំណាងពណ៌ស្វាយលោកអ្នកកើតឆ្នាំម្សាញ់លោកអ្នកខមមិននឹងshareវីដេអូដាក់លេខ236ចំណែកពណ៌សំណាងពណ៌ស្វាយលោកអ្នកដែលកើតនៅឆ្នាំម្សាញ់ពេលដែលខ្ញុំបានទូទាយពេលដែលខ្ញុំបានគុណគូឃើញថាអូលោកអ្នកដែលកើតឆ្នាំម្សាញ់រាសីឡើងលោកអ្នកដែលកើតឆ្នាំម្សាញ់រាសីល្អផ្កាយសំណាងបានរះចំខ្ញុំសប្បាយខ្ញុំរំភើបទោះបីជាខ្ញុំមិនមែនកើតឆ្នាំម្សាញ់ក៏ដោយសារអ្នកដែលកើតឆ្នាំម្សាញ់ខ្ញុំអាណិតណាស់បងប្អូនតម្រាជោគចតារាសីអ្នកដែលកើតឆ្នាំម្សាញ់បងប្អូនតាំងពីកើតមករហូតដល់អាយុប៉ុណ្ណឹងអ្នកខ្លះអាយុ26អ្នកខ្លះអាយុ38អ្នកខ្លះអាយុ50គត់អី62អី74អី86អីមិនដែលបានស្គាល់នៅភាពកក់ក្ដៅមិនដែលស្គាល់នៅការយល់ចិត្តសូម្បីតែបន្តិចអ្នកកើតឆ្នាំម្សាញ់មិនដែលមានភាពកក់ក្ដៅទេអ្នកកើតឆ្នាំម្សាញ់មិនដែលទទួលបានការលួងលោមទេអ្នកដែលកើតឆ្នាំម្សាញ់មិនដែលបានទទួលនៅការលើកទឹកចិត្តទេមានតែការស្ដីបន្ទោសមានតែការទុកអ្នកកើតឆ្នាំម្សាញ់ចោលអ្នកដែលកើតឆ្នាំម្សាញ់បងប្អូនត្រូវគេរំលងចោលរហូតមិនដែលមានអ្នកណាមួយគេគិតគេគូគេខ្វល់ពីអ្នកដែលកើតឆ្នាំម្សាញ់ទេជីវិតនេះគឺកំសត់ណាស់ជីវិតអ្នកកើតឆ្នាំម្សាញ់ណាបងប្អូនរកភាពយុត្តិធម៌បានទេរកភាពកក់ក្ដៅអត់បានទេពេលដែលយើងកើតឆ្នាំម្សាញ់ធ្វើត្រូវណាអត់មានណាមួយគេមើលឃើញគេសរសើរទៅអូឯងកើតឆ្នាំម្សាញ់ឯងត្រូវណាហើយលះបង់ណាអត់មានពេលដែលអ្នកដែលកើតឆ្នាំម្សាញ់អត់ខុសក៏គេថាយើងខុសដែរចឹងជីវិតនឹងគឺវាកំសត់ណាស់អ្នកដែលកើតឆ្នាំម្សាញ់ទោះបីជាយើងខំប្រឹងធ្វើអំពើល្អលះបង់យ៉ាងម៉េចក៏ដោយក៏គេមើលមិនឃើញដែរមិនថាកន្លែងការងារមិនថានៅក្នុងផ្ទះមិនថាក្រុមគ្រួសារមិនថាមិត្តភ័ក្តិឬមួយក៏ប្តីប្រពន្ធដែរគឺគេតែងតែទុកអ្នកកើតឆ្នាំម្សាញ់ចោលជារៀងរហូតហេតុអីបានអ្នកកើតឆ្នាំម្សាញ់ជួបនៅសេចក្តីទុកយ៉ាងដូចនេះតើយើងបានធ្វើអីខុសបានគេចេះតែមកធ្វើបាបធ្វើទុកបុកម្នេញដាក់យើងយ៉ាងដូចនេះជីវិតអ្នកកើតឆ្នាំម្សាញ់បងប្អូនហើយបងប្អូនបើសិនជាបងប្អូនកើតនៅឆ្នាំម្សាញ់បានបងប្អូនដឹងហើយបងប្អូនស្រក់ទឹកភ្នែកថាអូវាកើតឆ្នាំម្សាញ់វាអញ្ចឹងណាកំសត់ណាស់គ្មានភាពកក់ក្ដៅទេគ្មានការលួងលោមទេអញ្ចឹងអ្នកដែលកើតឆ្នាំម្សាញ់ក៏ត្រូវការលួងលោមក៏ត្រូវការថ្នាក់ថ្នមក៏ត្រូវការផ្ដល់នូវភាពកក់ក្ដៅពីអ្នកដែលនៅជុំវិញខ្លួនដែរចម្លើយគឺអត់មានបន្តិចតលតែសោះបងប្អូនអ្នកដែលកើតឆ្នាំម្សាញ់អត់មានណាគេមកលួងលោមអត់មានណាគេមកថ្នាក់ថ្នមអត់មានណាគេមកខ្វល់ពីយើងទេគេទុកយើងចោលរហូតគេមើលរំលងរហូតណាអញ្ចឹងដល់ពេលជីវិតហ្នឹងវាកំសត់ពេកដឹងខ្លួនច្បាស់ហ្មងថាអូជីវិតអញអត់មានណាស្រឡាញ់អញផងហ្នឹងអត់មានណាខ្វល់ពីអញផងហ្នឹងអញ្ចឹងអញត្រូវតែចេះសម្របខ្លួនអញ្ចឹងមកជីវិតអ្នកកើតឆ្នាំម្សាញ់បងប្អូនណាមុខឆ្កែស្រែជំរឿត្រូវគេរហូតត្រូវគេអញ្ចឹងបើមិនត្រូវគេមកឲ្យរស់ត្រូវគេរហូតយកចិត្តគេរហូតប៉ុន្តែផ្លូវចិត្តនេះអត់មានណាគេដែលមកត្រូវយើងទេហើយអត់ដែលមានណាគេមកខ្វល់មួយយើងទេជីវិតនេះគឺចប់ហើយបងប្អូនអ្នកកើតឆ្នាំម្សាញ់កំសត់ណាស់អញ្ចឹងខ្ញុំលើកដៃសាពះក្នុងនាមខ្ញុំជាគ្រូមហាជុំដែលបងប្អូនបានស្គាល់បើបងប្អូនមានកូនបងប្អូនមានស្វាមីមានភរិយាកើតឆ្នាំម្សាញ់បងប្អូនយល់ចិត្តគ្នាផងជីវិតនេះគ្នាតោកយ៉ាកណាស់គ្នាក៏ត្រូវការយកចិត្តទុកដាក់ពីអ្នកដទៃដែរប៉ុន្តែសួរថាតើមានដែរឬអត់មានសូម្បីតែបន្តិចអញ្ចឹងមើលឃើញគ្នាផងបាទហើយអ្នកដែលកើតឆ្នាំម្សាញ់ទាំងអស់យើងត្រូវក្រោកឈរឡើងយើងត្រូវរឹងមាំឡើងជីវិតយើងអត់មានអ្នកណាគេមកខ្វល់ពីយើងទេពេលយើងក្តៅយើងរកមកលុបជ្រោកទៅពេលយើងត្រជាក់យើងរកភ្លើងដុតឆ្អើរទៅអត់មានណាគេមកគិតពីយើងទេណាបាទជីវិតនេះគឺចប់ហើយអញ្ចឹងកុំព្រួយទោះបីជាអ្នកដទៃបោះបង់យើងចោលក៏ដោយក៏យើងមិនត្រូវបោះបង់ខ្លួនឯងចោលដែរយើងត្រូវខំប្រឹងក្រោកឈរឡើងយើងខំប្រឹងពង្រឹងឡើងពីព្រោះឥឡូវនេះរាសីរបស់យើងចាប់ផ្ដើមល្អហើយទេវតាជួយយើងហើយផ្កាយសំណាងបានរះចំឆ្នាំយើងអញ្ចឹងអ្នកដែលកើតឆ្នាំម្សាញ់ខ្ញុំសូមអបអរសាទរឲ្យរំភើបឥតឧបមាព្រោះតារាសាស្ត្រសំណាងបានធ្លាក់មកចំឆ្នាំយើងអញ្ចឹងរាល់សេចក្តីទុករាល់សេចក្តីលំបាករាល់សេចក្តីសៅមងទាំងឡាយទាំងពួងបានចេញឆ្ងាយពីក្នុងរូបរាងកាយយើងហើយជួយឲ្យយើងមានភាពចម្រើនជោគជ័យឲ្យយើងរកស៊ីមានបានកាក់កបរកស៊ីដាក់ចុះដុះឡើងចាប់ពីពេលនេះតទៅអញ្ចឹងអ្នកដែលកើតឆ្នាំម្សាញ់ចាប់ពីថ្ងៃ15សីហាទៅរាល់អ្វីដែលរាំងស្ទះរាល់អ្វីដែលមិនល្អរាល់អ្វីដែលយើងមិនទាន់បានសម្រេចយើងនឹងបានសម្រេចអញ្ចឹងយើងសប្បាយចិត្តយើងរីករាយ
ហើយយើងត្រៀមខ្លួនដើម្បីធ្វើនៅកិច្ចការងារដែលមិនទាន់បានជោគជ័យហើយនឹងទទួលបានជោគជ័យចាប់ពីថ្ងៃទី15សីហាឆ្នាំ2026នេះតទៅចឹងអ្នកដែលកើតឆ្នាំម្សាញ់សប្បាយចិត្តរីករាយហើយលោកអ្នកក៏ទទួលបាននៅភាពល្អប្រសើរហើយយើងកុំបាក់ទឹកចិត្តយើងត្រូវក្រោកឈរឡើងហើយយើងត្រូវខំប្រឹងនោះយើងនឹងទទួលបានជោគជ័យអ្នកដែលកើតឆ្នាំម្សាញ់ខ្ញុំលោកគ្រូមហាជុំបងប្អូនលោកអ្នកផ្កាយសំណាងបានរះចំហើយអញ្ចឹងដើម្បីជំរុញជោគលាភឲ្យលោកអ្នកមានលាភមានជ័យរហូតកុំឲ្យធ្លាក់ឲ្យចាប់ពីថ្ងៃ15ខែ8នេះឲ្យហេងរហូតកុំឲ្យមានការឃើញគ្រោកទៀតខ្ញុំបានរៀបចំនៅខ្សែដៃសរសៃសូត្រមាសយ៉ាងពិសេសសម្រាប់លោកអ្នកដែលកើតនៅឆ្នាំម្សាញ់អញ្ចឹងលោកអ្នកដែលកើតឆ្នាំម្សាញ់ផ្កាយសំណាងរះចំហើយយើងមានខ្សែដៃសរសៃសូត្រមាសនេះទៀតលោកអ្នកកាន់តែល្អខ្សែដៃសរសៃសូត្រមាសនេះពាក់ដើម្បីដេញនៅឧបទ្រពចង្រៃដើម្បីដេញនៅរឿងមិនល្អចេញពីក្នុងខ្លួនរបស់អស់លោកអ្នកអញ្ចឹងអស់លោកអ្នកកាលណាតែអស់រឿងចង្រៃហើយអស់រឿងមិនល្អហើយយើងនឹងមានលៀបយើងនឹងមានជ័យចូលមកអញ្ចឹងខ្សែដៃនេះមានអនុភាពដេញនៅរឿងចង្រៃចេញទាំងអស់ការពារនៅរឿងអាក្រក់ដែលមកប៉ះពាល់រូបរាងកាយយើងហើយជួយឲ្យយើងចម្រើនរុងរឿងកាក់កបអញ្ចឹងបើសិនជាលោកអ្នកដែលកើតនៅឆ្នាំម្សាញ់បានពាក់នៅខ្សែដៃនេះចាប់ពីខែ8ដែលចំនៅតារាសាស្ត្រសំណាងរះចំឆ្នាំយើងនឹងហេងយើងនឹងកាក់កបយើងនឹងជោគជ័យខ្សែដៃសរសៃសូត្រមាសនឹងជួយស្រូបទាញនឹងជួយទាញនៅរឿងដែលល្អលៀបជ័យសម្រាប់លោកអ្នកអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំម្សាញ់លោកអ្នកទទួលយកខ្សែដៃសរសៃសូត្រមាសនេះយកទៅពាក់លោកអ្នកនឹងហេងហើយយើងមានយន្តប្រពុត4អង្គនេះទៀតសម្រាប់លោកអ្នកយកទៅប្រើទៅលោកអ្នកនឹងចម្រើនរុងរឿងអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំម្សាញ់លោកអ្នកសប្បាយចិត្តគិតនៅរឿងវិជ្ជមាននោះលោកអ្នកនឹងទទួលបានលៀបសំណាងលេខសំណាងលោកអ្នកលេខ236ពណ៌សំណាងគឺពណ៌ស្វាយសូមជូនពរដល់លោកអ្នកដែលកើតឆ្នាំម្សាញ់ទាំងអស់ជួបប្រទះទៅនឹងសេចក្តីសុខសេចក្តីចម្រើនខមមិននិង share វីដេអូដាក់លេខ236ពណ៌សំណាងគឺពណ៌ស្វាយ